ប្រព័ន្ធជាមួយនឹងសមាគមបាល់ទាត់ជប៉ុននៅពេលនេះបានបង្ហាញគោលដៅនិងពិចារណាក្នុងការទទួលសិទ្ធិដេញថ្លៃរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារី Women World Cup 2039 ប្រធានសមាគមកីឡាបាល់ទាត់ជប៉ុនលោក Tsuneyasu Miyamoto បាននិយាយថានឹងពិចារណាលើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារី FIFA Women World Cup 2039 បន្ទាប់ពីការសម្រេចរបស់ FIFA មិនអនុញ្ញាតឲ្យប្រទេសក្នុងតំបន់អាស៊ីធ្វើការចូលរួមប្រជែងដេញថ្លៃសម្រាប់សិទ្ធិរៀបចំការប្រកួតនៅឆ្នាំ2031ឬឆ្នាំ2035ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសកាលពីសប្តាហ៍មុនថាការដេញថ្លៃសម្រាប់សិទ្ធិឆ្នាំ2031នឹងផ្ដល់ការអនុញ្ញាតពីបណ្ដាប្រទេសនៅក្នុងទ្វីបអាហ្វ្រិកនិងតំបន់ CONCACAF ដែលជាប្រទេសស្ថិតនៅក្នុងតំបន់កណ្ដាលនៃអាមេរិកខាងជើងនិងកណ្ដាលក៏ដូចជាប្រទេសស្ថិតនៅក្នុងអនុតំបន់ការ៉ាប៊ីនគោលការណ៍រងចាំរបស់ជប៉ុនបានធ្វើឡើងក្រោយពេលបេក្ខភាពមានសិទ្ធិដេញថ្លៃឆ្នាំ2035ត្រូវបានការអនុញ្ញាតទៅកាន់តែតំបន់អាហ្វ្រិកនិងតំបន់អឺរ៉ុបប៉ុណ្ណោះដែលធ្វើឲ្យជប៉ុននិងប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីផ្សេងទៀតដែលមានបំណងដេញថ្លៃយកសិទ្ធិរៀបចំព្រឹត្តិការណ៍មួយឆ្នាំដងនេះនឹងត្រូវរងចាំរហូតដល់ឆ្នាំ2039សូមជម្រាបផងថាជប៉ុនធ្លាប់ទទួលបានសិទ្ធិសហម្ចាស់ផ្ទះជាមួយកូរ៉េខាងត្បូងในការរៀបចំការប្រកួតផ្នែកបរិះ World Cup 2002ដែលពេលនោះប្រទេសប្រេស៊ីលយកបានជើងឯកត្បិតជប៉ុនមិនធ្លាប់រៀបចំព្រឹត្តិការណ៍ផ្នែកនារីនោះទេគណៈក្រុមនារីស្ថិតនៅក្នុងតំបន់អាស៊ីមួយនេះបានសាងកេរ្តិ៍ឈ្មោះយ៉ាងអស្ចារ្យដោយបានឈ្នះពាននេះកាលពីឆ្នាំ2011និងរងជើងឯកនៅឆ្នាំ2015